យុទ្ធសាស្ត្រសង្គ្រាមរបស់ហ៊ុនសែនគឺសំណាញ់មេឃតែម្ដងជាមួយនឹងការប្រយុទ្ធជាមួយនឹងយន្តហោះព្រឹត្តិការណ៍ព្រំដែនកម្ពុជាថៃខ្ញុំបានដាក់ចេញបញ្ជាហើយនៅស្ងៀមស្ងាត់ព្រោះអាយន្តហោះនេះយើងត្រូវដឹងបើវានៅខ្ពស់វាធ្វើអីអត់កើតទេវានៅខ្ពស់វាធ្វើអីអត់កើតទេដល់ពេលវាចុះទៀតអានឹងត្រូវរបស់យើងពីក្រោមឡើងហើយទាំងអស់រាប់លានគ្រាប់ចេញទៅរបស់រឿងអីជួនកាលហើយត្រូវតែមកគ្រាប់អញសុកចិត្តចំណាយ1លានគ្រាប់ចោលអាតូចអាធំទៅហើយទាំងអស់ហើយតែចំតិតគូតចុះមកហើយតើឲ្យចុះទៀតទៅអាចតម្លាក់គ្រាប់បាយទៅរួចណាអញ្ចឹងអាពេលចុះទៀតនឹងហើយជាពេលវេលាដែលយើងត្រូវដាក់សំណាញ់មេឃឡើងទៅលើអានោះយុទ្ធសាស្ត្រសង្គ្រាមរបស់ហ៊ុនសែនក្នុងការការពារដែនអាកាសទៅហើយតាំងពីអាតូចទៅហើយតាំងពីអាធំទៅហើយតាំងពីអារត់បដិញតាមយន្តហោះណាទៅតាំងពីអាកំជ្រួចណាលើអញ្ចឹងវិញកុំឡើងកុំយកយន្តហោះឡើងទៅបាញ់គ្នាលើអាកាសបាញ់គ្នាលើអាកាសតែអានេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមតែប៉ុណ្ណឹងទេ